សេបងប្អូនគ្នានឹងឲ្យសម្រាប់វីដេអូនេះខ្ញុំចង់ចែកម្លែកបងប្អូនគ្នាដែលប្រើទូរស័ព្ទប្រភេទ Samsung អញ្ចឹងបងប្អូនដែលសម្រាប់ចិត្តធ្វើការដូរអេក្រង់ Samsung ពីអេក្រង់ OLED អញ្ចឹងបងប្អូនគួរតែពិចារណាច្បាស់ទៅដោយសារអេក្រង់ OLED នេះគឺវាមានតម្លៃថ្លៃហើយមួយទៀតគឺពេលយើងដូរទៅយើងអាចប្រើបានមួយរយៈអញ្ចឹងទៅវាចាប់មានបញ្ហាលែងចេញអីចឹងទៅហើយសម្រាប់អេក្រង់ OLED នេះដែរគឺមិនគ្រប់អេក្រង់ទេបងប្អូនមានview មានមួយអញ្ចឹងទៅដែលយើងប្រើទៅអត់សូវបានល្អបងប្អូនហើយសម្រាប់ទូរស័ព្ទរបស់ខ្ញុំនេះគឺ Note 10ធម្មតា Note 10 5G ហើយយើងធ្វើការផ្លាស់ប្ដូរអេក្រង់ OLED យើងដូរបានរយៈពេលខ្លីមែនតើហើយសម្រាប់ការដូរនេះដូរប្រហែលជាបានតែ3 4ថ្ងៃពេលយើងដូរប្រើបានធម្មតាចាប់ទៅដូរបានមួយរយៈខ្លីមកគឺវាលែងដំណើរការអញ្ចឹងអេក្រង់ថ្លៃហើយបងប្អូនគួរតែពិចារណាសិនទៅមុននឹងធ្វើការសម្រេចចិត្តបដូរអេក្រង់ប្រភេទ Samsung ឬក៏ប្រភេទអេក្រង់ OLED ផ្សេងៗមិនដែលផ្សេងៗដែលជាប្រភេទអេក្រង់ OLED អានេះជាការចែករំលែកទេបើសិនជាបងប្អូនដូរមានការធានាត្រឹមត្រូវអានឹងអត់អីទេប៉ុន្តែជាធម្មតាអេក្រង់ OLED នេះបងជាងគាត់អត់ហ៊ានធានាយូរទេហើយពេលខ្លះក៏ប្រើបានយូរទៅពេលខ្លះក៏ឆាប់មានបញ្ហាយ៉ាងទៅហើយសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកម្លែកទេអញ្ចឹងបងប្អូនដែលមុននឹងធ្វើការសម្រេចចិត្តបដូរអេក្រង់ Samsung អញ្ចឹងបងប្អូនគួរតែធ្វើការពិចារណាមែនទែនសម្រាប់លើការផ្លាស់ប្ដូរអេក្រង់ដោយសារអេក្រង់វាថ្លៃហើយពេលយើងប្រើវាបានរយៈពេលខ្លីដូចអេក្រង់នេះយើងអត់បែកទេនៅប្រើអត់ចេញបងប្អូនអត់ចេញហើយអេក្រង់គឺថ្លៃហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលមុននឹងធ្វើការបដូរផ្លាស់ប្ដូរអេក្រង់បងប្អូនសម្រេចចិត្តត្រឹមត្រូវដោយសារអេក្រង់វាថ្លៃណាស់ប្រភេទ Samsung មិនថា Samsung មិនថាអីទេបងប្អូនឲ្យតែប្រភេទជាអេក្រង់ OLED គឺអេក្រង់គឺមានតម្លៃថ្លៃតម្លៃខ្ពស់អញ្ចឹងហ្នឹងហើយអរគុណ